ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើឆាសាច់មាន់គល់ស្លឹកគ្រៃចាចំពោះរសជាតិឆាសាច់មាន់គល់ស្លឹកគ្រៃនេះដែរគឺថាមានរសជាតិឆ្ងាញ់មែនទែនបងប្អូនហើយចំពោះរបៀបធ្វើក៏មិនពិបាកធ្វើនោះទេគឺយើងធ្វើតែមួយផ្លេតគឺបានហូបហើយប្រភេទសាច់មាន់ដែលនាងខ្ញុំយកមកឆានេះគឺជាប្រភេទមាន់កសិកម្មធម្មតានោះទេបងប្អូនតែបងប្អូនមានជាប្រភេទមាន់ស្រែគឺវាតែឆ្ងាញ់ជាងនេះមួយកម្រិតទៀតអញ្ចឹងណាដំបូងនេះខ្ញុំយកគល់ស្លឹកគ្រៃយកមកហាន់ជាមុនសិនចាចំពោះគល់ស្លឹកគ្រៃនេះហាន់លេងស្ដាងមកហើយខ្ញុំហាន់ទាំងអស់3គល់បងប្អូនតែដោយសារនេះខ្ញុំហាន់ម្ដងតែ2គល់សិនទេនៅគល់ចុងក្រោយទៀតយើងសរុបទាំងអស់3គល់ហើយរួចហើយនេះខ្ញុំបន្តបេះត្រនងស្លឹកក្រូចសើចអាកដាលនឹងចេញមកព្រោះត្រនងវានឹងរៀងរឹងចឹងខ្ញុំបេះចេញចំណែកនេះគឺជារសជាតិបន្សុយបងប្អូនមិនបាច់ដាក់ក៏បានដែរតែដោយសារខ្ញុំមានអសនៅក្នុងទូចឹងខ្ញុំដាក់តែម្ដងទៅរួចហើយក៏មានខ្ទឹមក្រហមខ្ញុំហាន់រៀងល្អិតហ្នឹងដោយសារខ្ញុំនឹងយកវាទៅបុកចំណែកម្ទេសវិញខ្ញុំប្រើម្ទេសម្លេលាយជាមួយនឹងម្ទេសដៃនាងហ្នឹងមួយគ្រាប់ម្ទេសម្លេខ្ញុំដាក់3ផ្លែដោយសារតែម្ទេសម្លេវាមានពណ៌ស្អាតប៉ុន្តែរសជាតិវាអត់ហឹរទេចឹងខ្ញុំដាក់ចំណួយពណ៌ហើយនឹងមិនយករសជាតិហឹរចឹងខ្ញុំប្រើម្ទេសម្លេជំនួសម្ទេសដៃនាងរួចហើយយកវាមកបុកដោយបន្ថែមខ្ទឹមសហើយនឹងម្រេចហើយគល់ស្លឹកគ្រៃនឹងខ្ញុំដាក់ចំនួនពាក់កណ្ដាលសិនហើយទុកពាក់កណ្ដាលទៀតដើម្បីរកនៅពេលដែលចិត្តឆ្អិនណាហើយបុកឲ្យគ្រឿងទាំងអស់ហ្នឹងវារឿងបាយបន្តិចមកមិនបាច់ខ្ញុំយកមាត់ខ្លាំងទេបងប្អូនខ្ញុំយកមកបាយល្មមមកពីបុកបានប៉ុណ្ណឹងហើយនេះខ្ញុំយកខ្លាញ់មាន់ណាបងប្អូនដោយសារសាច់មាន់វាមានខ្លាញ់ចាប់ស្បែកអញ្ចឹងខ្ញុំយកមកចំហៀវវាចេញខ្លាញ់វាប៉ុណ្ណឹងសិនមកហើយវារៀងស្ទើរខ្ញុំបន្ថែមប្រេងឆាបន្ថែមទៀតដោយសារសាច់មាន់នេះខ្ញុំយកមកធ្វើនេះគឺចំនួន7ខាំឬស្មើនឹង700ក្រាមអញ្ចឹងរៀងច្រើនដែរអញ្ចឹងខ្ញុំដាក់ប្រេងឆាចូលរៀងច្រើនរួចដួសគ្រឿងដែលបានបុកមុនហ្នឹងដាក់ចូលមកហើយឆាវាឲ្យឡើងឈ្ងុយសិនបងប្អូនចាំបន្តពីឆាឲ្យមានក្លិនឈ្ងុយហើយចាប់ដើមដាក់សាច់មាន់ចូលតែម្ដងចំពោះសាច់មាន់ខ្ញុំយកសាច់ភ្លៅបងប្អូនហើយនេះខ្ញុំបានជាយកឆ្អឹងវាចេញហើយគឺយកតែសាច់សុទ្ធទេចំណែកស្បែកវានឹងខ្លាញ់ខ្ញុំបានយកមកចំហៀវមុនហ្នឹងតែឆាបានមួយសន្ទុះនេះខ្ញុំចាប់ដើមសំរសជាតិដោយមានស្ករអំពៅចំនួន1ស្លាបព្រាបាយកន្លះប៊ីចេង1ស្លាបព្រាកាហ្វេរ៉ូឌីចំនួនកន្លះស្លាបព្រាបាយទឹកត្រីចំនួន2ស្លាបព្រាបាយដែរចាទឹកត្រីនេះខ្ញុំស្រោចនៅខាងខ្ទះហ្នឹងដើម្បីឲ្យទឹកត្រីហ្នឹងវាប៉ះនឹងសាច់ខ្ទះដែលក្តៅហ្នឹងទៅធ្វើឲ្យមានក្លិនឈ្ងុយបងប្អូនធ្វើទឹកត្រីនេះមានក្លិនឈ្ងុយមែនទែនហើយក៏ដាក់ប្រេងខ្យល់ខ្ញុំដាក់ចំនួន2ស្លាបព្រាបាយរួចឆាឲ្យសាច់មាន់ហ្នឹងវាឆ្អិនល្អសិនមកចាំបន្ទាប់ពីឆាបានមួយសន្ទុះហើយខ្ញុំបានបន្ថែមទឹកចូលខ្លះដែរដោយសារនេះខ្ញុំមិនបានចុចថតអញ្ចឹងនេះខ្ញុំបានបន្ថែមទឹករួចហើយបន្ទាប់មកដាក់ទឹកស៊ីអ៊ីវខាប់ចំនួន1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវខាប់នេះខ្ញុំដាក់ដើម្បីយកពណ៌ទៅបងប្អូនតែបងប្អូនមិនមានមិនបាច់ចាំដាក់ក៏បានដែររួចរងាស់ឲ្យសាច់មាន់ហ្នឹងវារៀងចូលជាតិបានល្អសិនមករួចហើយនេះខ្ញុំបន្ថែមគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចសើចចូលរួចឆា2-3ត្រឡប់ទៀតទៅតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនចឹងចំពោះមុខម្ហូបមុខនេះគឺងាយស្រួលធ្វើហើយរសជាតិក៏ឆ្ងាញ់ប្លែកដែរបងប្អូនចានេះរួចរាល់ហើយចាតំណងណាស់ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ដល់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង subscribe YouTube Channel របស់នាងខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា